สวัสดีអ្នកគុណនិយមគ្រប់បាក់ទាំងអស់គ្នាសាជាថ្មីម្ដងទៀតមកកាន់វីដេអូសម្រាប់រឿងកម្ពុជាក្បាច់គុណភាគទី43ដែលជាភាគបន្តរបស់យើងស្អីរឿងចាប់ផ្ដើមដោយយ៉ាងខៃប្រានៅកម្លាំងរបស់គាត់ដើម្បីបដូរជាមួយនឹងសត្វចម្លែកមួយនឹងពេលនេះឃើញថាទឹកធម្មពលយ៉ាងរបស់គាត់ក៏បានបញ្ចេញមកយ៉ាងច្រើនស៊ូយៀនឃើញដូច្នេះក៏ឆ្ងល់ហើយថាតើយ៉ាងខៃមានអត្តកម្លាំងប៉ុន្មានដែលនាងមិនបានដឹងទៀតទេព្រោះថាយ៉ាងខៃគឺតែងតែធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលតែម្ដងស្របគ្នានោះផងដែរយើងក៏បានឃើញនៅច្រវាក់មួយដែលនេះក៏ជាសាច់ច្បងស្រីតូចរបស់យ៉ាងខៃទៀតហើយនាងសាងនាងគឺអាចប្រើប្រាស់នៅច្រវាក់នេះប្រៀបបានដូចជាដៃពីងពីងអញ្ចឹងស៊ូយៀនពេលនោះប្រាប់កុំឲ្យយ៉ាងខៃប្រយុទ្ធទៅនឹងមុខវាតែមិនថាយ៉ាងណាយ៉ាងខៃក៏ដូចជាត្រៀមរួចហើយដៃរបស់គាត់ពោពេញរយចំហាយធម្មពលយ៉ាងនេះបញ្ជាចេញទៅវាយប្រហារពេញមួយទំហឹងទប់ទល់ជាមួយនឹងធម្មពលនៃសត្វចម្លែកមើលទៅកាន់ធម្មពលទាំងពីរកំពុងតែប៉ះទង្គិចគ្នាគ្រាន់តែចំហាយនេះក៏បានធ្វើឲ្យគ្រប់គ្នាពិបាកទ្រាំតែហើយចំណែកនាងសាងនាងក៏ត្រូវតែបញ្ឈប់សកម្មភាពត្រឹមនេះដែរយ៉ាងខៃគឺនៅតែបន្តប្រើនៅធម្មពលរបស់គាត់ស្រ័យធ្វើការវាយប្រហារពេញមួយទំហឹងជាលទ្ធផលនៃការបំផ្ទុះធម្មពលមួយនេះវាគឺពិតជាខ្លាំងណាស់មនុស្សធម្មតាត្រូវបានឃ្លាតចេញរីឯសត្វចម្លែកនេះចេញឈាមពេញក្បាលហើយក៏បានស្លាប់បាត់ទៅឃើញនៅលទ្ធផលនេះសិស្សស្រីភាគច្រើនជួយសប្បាយចិត្តជំនួសយ៉ាងខៃរីឯហ្វាងឈីក៏ឆ្ងល់ដែរតើយ៉ាងខៃរៀនចេះក្បាច់គុណនេះមកពីណាទៅយ៉ាងខៃអានេះក៏បាននិយាយថាលើកនេះក៏គួរតែល្មមហើយក៏បានអស់កម្លាំងភ្លាមនោះស៊ូយៀនក៏បានមកទទួលសួរថាមិនអីទេមែនទេគាត់ក៏បានប្រាប់គ្រាន់តែហត់នៅបន្តិចទេប៉ុណ្ណោះហើយខ្ញុំគឺចង់គេមួយផ្លែតរួចហើយពេលនោះឃើញថាសត្វចម្លែកវាគឺនៅតែមិនអីរួចបើកស្លូរបស់វាបញ្ចេញនៅធម្មពលជាច្រើនទៀតហើយក្រោយពីឃើញចឹងម្នាក់ក៏បានកិច្ចខណៈពេលដែលស៊ូយៀននាំយ៉ាងខៃទៅសម្រាប់ប្រាប់ថាឥឡូវនេះសត្វចម្លែកវាមានរបួសធ្ងន់ធ្ងរហើយបើសិនជាទុកឲ្យវាស្ដារឡើងនៅកម្លាំងឡើងវិញមានបាក់ណាដែលអាចគិតផុតនោះឡើយយ៉ាងខៃបានព្យាយាមអស់ពីលទ្ធភាពដើម្បីផ្ដល់នូវឱកាសតូចមួយឲ្យពួកគេដូច្នេះសិស្សនេះវាមានលៀងសៀវគឺមិនអាចរងចាំស្លាប់បាននោះឡើយឲ្យពួកគេប្រយុទ្ធជាមួយនឹងនាងទៅតាមផ្លូវដែលគ្រប់គ្នារត់ទៅស៊ូយៀនក៏ចង់ដួលសំណាងល្អដែលបាននាងសាងប្រើនៅច្រវាក់របស់នាងជួយទប់ងក់ក្បាលរួចម្នាក់សម្រុកចូលបងប្អូនជាវមីក៏បានដឹកនាំក្រុមសមរភូមិលោហិតរបស់នាងឲ្យសម្រុកចូលដើម្បីធ្វើការបំបែកនៅស្នូកអណ្ដើកនេះយីសងបបួលសាច់បងពួកយើងទៅដែរទៅហើយពួកគេក៏បានសម្រុកចូលទៅព្រមគ្នាបាក់ទាំងអស់គ្នាកំពុងតែប្រយុទ្ធហ្វាងឈីក៏ដឹងថាសត្វចម្លែកនេះឥឡូវវាគឺពិតជាខ្សោយមែនក៏ប៉ុន្តែធម្មពលរបស់វាគឺនៅតែបង្ការមិនឲ្យពួកគេទៅចិត្តគ្រាន់តែថាធម្មពលរបស់វាមិនខ្លាំងដូចជាពីមុនពេលនេះក៏បានបញ្ជាសិស្សគុណនៃប៉ងហ្វឹងជីបង្កើតក្បួនដើម្បីមិនឲ្យសត្វចម្លែកទៅណារួចហើយវាប្រហារវាម្នាក់ទទួលបញ្ជារួចហើយឡំពាត់ដើម្បីសហការបង្កើតនៅក្បួនមួយហើយអ្នកដទៃទៀតទប់ទល់ជាមួយនឹងធម្មពលនៃសត្វចម្លែកបងប្អូនមីអ្នកទាំងពីរក៏ចាត់ទុកថាមានសមត្ថភាពគួរសមរីឯហ្វាងឈីនៅតែក្រវីក្រវត្តដៅរបស់គេរងចុះរងឡើងសកលនៃសមរភូមិលោហិតក៏ដូចគ្នាស្របពេលនេះស៊ូយៀនក៏បានប្រាប់ឲ្យព្យាយាមវាប្រហារទៅកាន់ចំណុចខ្សោយរបស់វាធ្វើយ៉ាងណាវាយឲ្យចំក្បាលដែលវាមានរបួសហើយនោះលើបែបនេះនាងសាងព្រមទាំងបងប្អូនមីម្នាក់គឺសិតតែបានប្រើប្រាស់នៅកម្លាំងដ៏ខ្លាំងក្លាវាប្រហារហ្វាងឈីក៏បានប្រើនៅចំហាយដៃជាច្រើនទៅចាត់ការដែរការសហការប្រយុទ្ធបែបនេះសូម្បីតែស៊ូយៀនក៏មិននឹកស្មាននោះទេថាអាចមាននៅថ្ងៃនេះស៊ីហុងឆិននេះគេប្រយុទ្ធគ្រប់គ្នាវាឈរសម្លឹងមើលព្រមទាំងនិយាយឲ្យមិនដឹងថាយ៉ាងខៃរៀនក្បាច់គុណនេះមកពីណាហើយបើសិនជាគេត្រឡប់ទៅកាន់បកវិញនោះពួកគេទាំងពីរគឺច្បាស់ជាមានបញ្ហាហើយឲ្យនេះយ៉ាងឆ្លៀតពេលចលាចលរកឱកាសសម្លាប់យ៉ាងខៃសម្លឹងទៅកាន់យ៉ាងខៃរួចនេះយ៉ាងគេដែរចូលដល់ហើយយ៉ាងខៃក៏មិនទោសយើងឯសោះអ្នកណាឲ្យឯងជួយចិត្តធ្វើជាអ្នកក្លាហានយើងគិតថាអ្នកក្លាហានគួរចងចាំបំផុតគឺនៅពេលដែលគេស្លាប់ដូច្នេះឯងក៏អាចចប់ត្រឹមនឹងបានហើយក្រោយពីគេលើកនៅខ្សែតៃឡើងឃើញថានាងសាងក៏បានឃើញស្រីប្រាប់ថាឲ្យឈប់សម្រុកមកជួយតែភ្លាមក៏មាននៅធម្មពលមួយផ្ដាច់ជីវិតនេះយ៉ាងទៅហើយឃើញបែបនេះនាងសាងក៏ភ្ញាក់ផ្អើលដែរព្រោះមានអ្វីចាក់ទម្លុះនៅក្បាលរបស់គេក៏ដូចជាចំហាយបិសាចដែលមិនតរលាយបាត់នេះអាចដែលទេវាគឺចេញពីរាងកាយរបស់យ៉ាងខៃការទៅដល់យ៉ាងខៃនៅខាងក្នុងគាត់គឺគ្រាន់តែសម្រាប់នៅទីនេះតែខ្មោចឆ្អឹងម្នាក់នឹងបែរជាហ៊ានសម្លាប់មនុស្សដោយគ្មានបញ្ជាបិសាចដីប្រាប់ហើយថាឲ្យអភ័យទោសដល់គេផងក៏ព្រោះថាអលបយមនុស្សនោះព្យាយាមសម្លាប់លោកបែបនេះគេក៏គ្មានជំរឿននោះដែរហើយក៏បានបង្ហាញឲ្យឃើញនៅអាវុធដែលធ្វើការវាយប្រហារព្រលឹងរបស់នាយយ៉ាងខៃក៏បាននិយាយលោកគឺគ្រាន់តែខ្លាចថានៅពេលដែលខ្ញុំស្លាប់ទៅព្រលឹងរបស់លោកនឹងត្រូវបំផ្លាញដែរមែនទេតែបើទោះបីជាអញ្ចឹងក៏មិនចាំបាច់ត្រូវសម្លាប់គេនោះដែរបើសិនជាមិនខំគេនោះទេខ្លាចថាមានបញ្ហានៅថ្ងៃក្រោយបិសាចដីស្រែកឲ្យតែកុំអីយ៉ាងខៃនៅពេលនេះក៏ត្រូវការអ្នកការពារដែរបែបនេះមានតែលើកលែងឲ្យគេម្ដងនាងសាងក៏ចាប់ផ្ដើមឆ្ងល់ហើយថាតើសិស្សប្អូនបានវឹកហាត់នៅក្បាច់គុណបិសាចមែនទេគឺត្រូវតែរកឱកាសដើម្បីសួរគេក្រឡេកទៅកាន់ហ្វាងឈីវិញនៅទីបំផុតគេបានសម្លឹងឃើញនៅចំណុចខ្សោយហើយមិនទុកយូរនោះឡើយក៏បានប្រាប់ប្រាស់នៅធម្មពលវាប្រហារទៅពេញមួយទំហឹងការបំបែបនឹងបងប្អូនហ៊ូមេអែលសរសើរទៅកាន់សាច់ច្បងហ្វាងគឺពិតជាមានក្បាច់គុណល្អវាគឺពិតជាឱកាសដ៏ល្អមែនទែនវិនិច្ឆ័យនោះផងដែរនាងសាងបានបញ្ចេញនៅធម្មពលបង្កើតនៅច្រវាក់ជាច្រើនទៅចាប់ហេតុនៅចំណុចត្រង់កក៏ដូចជាប្រាប់ឲ្យគ្រប់គ្នាប្រញាប់ឡើងចំណុចខ្សោយរបស់វាត្រូវបានលាតត្រដាស់ហើយនាងក៏មិនអាចទប់ទល់បានយូរនោះដែរស៊ូយៀនបានបញ្ចេញនៅធម្មពលទៅកករបស់នាងបង្កើតទៅជាដាវទៅកកដ៏ធំមួយហើយសកលនៃបកដតេទៀតក៏បានរួមសហការញាប់ជើងញាប់ដៃធ្វើការវិប្រហារដោយគ្មានត្រាំប្រណីអ្វីទៅសោះមិននឹងជាមិនទាន់បានបញ្ចេញធម្មពលផងឃើញដាវរបស់ស៊ូយៀនចាក់ទម្លុះបាត់ទៅហើយក្រោយពីបានសង្កត់បន្ថែមឃើញថានៅពេលនេះចំហាយនៃដាវដែលបានបាក់នោះសាយភាយបណ្ដាលឲ្យគ្រប់គ្នាត្រូវតែរងតែលទ្ធផលសត្វចម្លែកគឺត្រូវបានស្លាប់គ្រប់គ្នាសប្បាយចិត្តយ៉ាងខ្លាំងក៏ព្រោះថានៅទីបំផុតវាងាប់ហើយម្នាក់ក៏បានដើរទៅរកយ៉ាងខៃដឹងទៀតថាវាគឺជាសត្វចម្លែកកម្រិតទី6មិននឹកស្មាននោះទេថាបកទាំង3គឺអាចយកឈ្នះវាបានជាពិសេសការសហការរវាងស៊ូយៀនជាមួយនឹងមនុស្សស្រីម្នាក់នោះគឺពិតជាខ្លាំងហ្វាងឈីគេមានគុណធម៌និយាយឲ្យថាគឺត្រូវតែអរគុណទៅដល់យ៉ាងខៃដែលបានបំបែកនៅដែនការពាររបស់សត្វចម្លែកជាហេតុធ្វើឲ្យពួកគេមានឱកាសសម្លាប់វាបានស៊ូយៀនពេលនេះក៏បានចុះមកដល់ព្រមទាំងទៅរកយ៉ាងខៃយកដៃស្ទងនៃជីបចោសម្លឹងទៅឃើញនៅនាងសាងកំពុងតែឈរមើលនាងអរគុណទៅដល់សិស្សប្អូនមិននឹកស្មាននោះ
នោះទេថាមានសិស្សខ្លាំងនៅក្នុងវិមានសម្ងាត់និងសាងហាក់បីដូចជារៀងអៀនថាមិនហ៊ានទទួលនោះទេសរសើរនាងពេកហើយយ៉ាងខៃក្នុងពេលនោះបាត់ដៃក៏សាច់ក្នុងដៃក៏សាច់ដឹងខ្លួនហើយតែត្រូវធ្វើពុតដេកវិញតែអ្នកទាំងពីរគឺសិតតែបានដឹងស៊ូយៀនប្រាប់ឲ្យយ៉ាងខៃឈប់ធ្វើពុតទៀតទៅតែក៏នៅតែឆ្ងល់ថាហេតុអ្វីបានជាយ៉ាងខៃមាននូវស្នៀតសម្ងាត់ច្រើនម្ល៉េះមុននេះបន្តិចនាងខំតែបារម្ភជាហុងឈិនដើរទៅមើលសាកសពរបស់នាយយ៉ងឆ្ងល់ណាស់គេស្លាប់ដោយរបៀបណាទៅគ្មានរបួសនៅខាងក្រៅព្រមទាំងស្លាប់គួរឲ្យខ្លាចផាងជីឈីចាក់សាំបន្ថែមទៀតថាមនុស្សរបស់ឯងមាននេះមើលទៅគេអាក្រក់ជាងសត្វចម្លែកទៀតខ្លាចតែគេភ័យពេករត់មកដល់ទីនេះហើយស្លាប់ទេមើលទៅថាឯងទៅវាអន់កូនចៅរបស់ឯងនឹងរត់ទៅកំសាកទៀតតែជាហុងឈិនគេគឺនៅតែបដិសេធពីអ្នកគេនឹងឆ្លោះគ្នាតាមធម្មតាហើយមិនថាយ៉ាងណានោះទេហ្វាងជីឈីគេបានឲ្យយោបល់ត្បូងបិសាចនេះគួរតែប្រគល់ឲ្យយ៉ាងខៃបងប្អូនហូមេអឺក៏យល់ស្របតែយ៉ាងខៃប្រាប់ថាសត្វចម្លែកនេះគឺត្រូវបានស្លាប់ដោយអ្នកគ្រប់គ្នាគាត់គឺមិនអាចទំពាយកតែម្នាក់ឯងនោះទេតែហ្វាងជីឈីនេះជាហើយជាអ្វីដែលគ្រប់គ្នាចង់ប្រគល់ឲ្យលោកប្អូនហើយអ្វីបានជាមិនចង់យករួចស្រូបនៅត្បូងបិសាចនោះមកតែភ្លាមវាក៏ស្លាប់តែហោះឡើងទៅខាងលើបណ្ដាលឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងតែសាច់រឿងភាគទី43ក៏ត្រូវចប់ទៅត្រឹមនឹងជាចុងក្រោយដរាបណាភ្នំមិនផ្លាប់បដោះទឹកនៅទេហូរជួបគ្នានៅក្នុងពិភពគុណបាយបាយ